នេះតនេទៀតហើយក៏មក check up បន្ទាប់ពីមានភ្ញៀវគាត់ចូលស្នាក់នៅមួយយប់ចាដល់អញ្ចឹងក៏មក check up តិចតួចទៅណាថាសម្ភារៈអីវានៅល្អដែរអត់ហើយមកបោះបន្ទប់បោះអីតិចទៅត្រូវឆែកមើលហើយធម្មតាត្រូវមើលទឹកមើលម៉ាស៊ីនត្រជាក់គេមានបើកចោលអត់អីក៏មានព័ត៌មានថ្មីដែរណាចង់ប្រាប់ទៅអ្នកទាំងអស់គ្នាណាដែលគាត់មានបំណងចង់ស្នាក់នៅលក្ខណៈជាយប់ក៏មានដែរចាព្រោះអ្នកខ្លះគាត់កំពុងតែជួសជុលផ្ទះឬក៏គាត់ដូចថាដេកផ្ទះអត់ទាន់ហើយអញ្ចឹងណាត្រូវការទីតាំងមួយរយៈពេលខ្លីអីហ្នឹងហ្នឹងហើយរីរីក៏ទទួលដែរអញ្ចឹងមកចង់ដឹងព័ត៌មានហ្នឹងអាចតាក់ទងមកខាងខ្ញុំបានសម្រាប់តម្លៃវិញគឺសមរម្យទេអត់ថ្លៃទេកុំឃើញតែកន្ទប់ស្អាតអញ្ចឹងអូយអត់ហ៊ានសួរខ្លាចថ្លៃអត់ទេធូរថ្លៃទេដូចបានឃើញស្រាប់អញ្ចឹងសូម្បីការ clean up ផ្សេងខ្ញុំធ្វើផ្ទាល់ទាំងអស់អញ្ចឹងហើយយើងទៅឆាតថ្លៃបន្ទប់ថ្លៃធ្វើអីពួកអីអ្វីដែលយើងធ្វើបានយើងធ្វើក៏ចង់ផ្ដល់ព័ត៌មាននៅខាងទីតាំង Woolston នេះគេមាន concept ថ្មីគេធ្វើ 5D garden ហើយខ្ញុំក៏កំពុងរងចាំមើលដូចគ្នាវាអត់ទាន់ហើយតែប៉ុន្តែឮសូថានឹងហើយឆាប់ហ្នឹងហើយប៉ុន្តែខ្ញុំមក check up ទៅឃើញថាគេនៅតែរៀបចំឡើយវាអត់ទាន់ហើយមួយទៀតចង់អាប់ដេតទៅអ្នកស្នាក់នៅឬក៏មានគោលបំណងចង់ស្នាក់នៅខាង Woolston ហ្នឹងវាមាននៅ application មួយសម្រាប់យើងជាម្ចាស់ tenant ដែលរស់នៅទីតាំងហ្នឹងវាមាន app សម្រាប់ tracking យើងគ្រប់សពបែបយ៉ាងហ្មងងាយស្រួលចំពោះ app tracking ហ្នឹងគឺយើងអាច download បានទុកនៅក្នុងទូរស័ព្ទយើង Android ហើយនិង iOS ប្រើបានដូចគ្នាយើង download ទៅវា tracking នៅថ្លៃទឹកភ្លើងវា tracking យើងគ្រប់យ៉ាងសូម្បីតែក្នុងការយើងដូចថាយើងមានកំងអវ៉ាន់អនឡាញអីចឹងណាហើយគេ delivery មកទីតាំងយើងនៅអីនៅហ្នឹងយើង tracking បានទាំងហើយចំពោះសេវាកម្មចតឡានផ្សេងហ្នឹងគឺនិយាយទៅនៅក្នុង app ហ្នឹងយើងប្រើបានទាំងអស់ហើយនិយាយទៅនៅ Woolston គឺមានអាហ្នឹងវាល្អចំណុចហ្នឹងចង់ប្រាប់ថាឥឡូវខាង condo Woolston គេចាប់ផ្ដើមឆាចសេវាថ្លៃចំណតឡានហើយចំណតឡានចំណតម៉ូតូគឺចាប់ផ្ដើមយកលុយហើយអញ្ចឹងអាហ្នឹងក៏ជាព័ត៌មានថ្មីដែរព្រោះតម្លៃចតឡានបើសិនតែយើងបង់មួយខែ$58ប៉ុន្តែបើសិនជាយើងបង់ជាឆ្នាំមួយឆ្នាំតែ$488សម្រាប់ឡានមួយគ្រឿងហើយចំពោះកញ្ចប់សេវាចំណតឡានហ្នឹងក៏វាមាន1ខែ3ខែ6ខែហើយនិង12ខែហើយតម្លៃ3ខែ$158ហើយ6ខែ$278និយាយទៅតម្លៃវាខុសគ្នាកញ្ចប់របស់វានឹងខុសគ្នាតម្លៃបើសួរថាអាមួយណាចំណេញចំពោះយោបល់ខ្ញុំអាមួយឆ្នាំចំណេញជាងគេចាវីដេអូហ្នឹងមានតែប៉ុណ្្នឹងថ្ងៃនេះមកដូចត្រង់រៀងសាបតិចហើយក៏សូមអរគុណដល់ទាំងអស់គ្នាដែលចំណាយពេលទស្សនាវីដេអូតាំងពីដើមរហូតមកដល់ចប់ហើយសង្ឃឹមថាទាំងអស់គ្នានឹងជួយគាំទ្រនៅវីដេអូដែលរីរីធ្វើកន្លងមកហើយសង្ឃឹមថាជួយ share ជួយ like ជួយ subscribe channel YouTube ម្នាក់មួយផងដើម្បីឲ្យថ្ងៃក្រោយទៅនឹងមានកម្លាំងចិត្តធ្វើវីដេអូបន្ថែមហើយអាប់ដេតពីព័ត៌មានពាក់ព័ន្ធជាមួយនឹង condo គ្រប់ទីតាំងទាំងអស់មិនបានន័យថាធ្វើតែប្រហែល condo ដែលបានបង្ហាញហ្នឹងឯងសង្ឃឹមថាថ្ងៃក្រោយទៀតនឹងមាននៅវីដេអូថ្មីដែលនាំនៅព័ត៌មានល្អទៅឲ្យអ្នកទស្សនាបានយល់ដឹងហើយយើងយល់ដឹងទាំងអស់គ្នាចាសូមអរគុណហើយសង្ឃឹមថាជួយ follow ម្នាក់មួយណាជួយ follow Facebook ហើយនឹង follow YouTube សុំទោស subscribe channel YouTube Riri Review ចុចមើលទៅឃើញហើយ Facebook Riri for Living សូមជួយចុច like ម្នាក់មួយហើយសូមជួយ share ហងបើសិនជាវីដេអូនឹងមានប្រយោជន៍ដល់ទាំងអស់គ្នាដែលអនាគតទៅចង់រស់នៅ condo ជីវិតបែបស៊ីវិល័យអរគុណ